សួស្តីបងប្អូនទាំងអស់គ្នាតោះរៀនសរសេរអក្សរកទាំងអស់គ្នាអក្សរកចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5អក្សរកបាទបងប្អូនពូកែមែនទេបងប្អូនអាចសរសេរបានអក្សរកឥឡូវនេះយើងនឹងសរសេរអក្សរកម្ដងទៀតចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5អក្សរកបងប្អូនពូកែមែនទេថ្ងៃនេះបងប្អូនបានសរសេរអក្សរកយើងនឹងទៅបន្តសរសេរអក្សរផ្សេងទៀតជាមួយគ្នាកុំភ្លេចណាតោះសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះតោះយើងរៀនសរសេរអក្សរខជាមួយគ្នាអក្សរខអក្សរខចលនាទី1ចលនាទី2ចលនាទី3បាទបងប្អូនពូកែមែនទេអញ្ចឹងបងប្អូនបានសរសេរអក្សរខឥឡូវនេះយើងនឹងរៀនសរសេរអក្សរខម្ដងទៀតជាមួយគ្នាចលនាទី1ចលនាទី2ចលនាទី3បាទបងប្អូនពូកែមែនទេថ្ងៃនេះបងប្អូនបានចេះសរសេរអក្សរខកុំភ្លេចណាយើងនឹងរៀនអក្សរផ្សេងទៀតជាមួយគ្នាតោះសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមករៀនសរសេរអក្សរកអក្សរកចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5ចលនាទី6បាទបងប្អូនពូកែមែនទេបងប្អូនបានចេះសរសេរអក្សរកឥឡូវនេះយើងនឹងសរសេរអក្សរកទាំងអស់គ្នាម្ដងទៀតចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5ចលនាទី6បាទអញ្ចឹងបងប្អូនបានសរសេរអក្សរករួចហើយយើងបានរៀនចេះសរសេរអក្សរកកុំភ្លេចណាយើងនឹងរៀនសរសេរអក្សរផ្សេងទៀតជាមួយគ្នាតោះសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនឹងរៀនសរសេរអក្សរខអក្សរខចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5ចលនាទី6ចលនាទី7ចលនាទី8អក្សរខបាទពិសេសមែនទែនបងប្អូនបានចេះសរសេរអក្សរខឥឡូវនេះយើងនឹងរៀនសរសេរអក្សរខម្ដងទៀតជាមួយគ្នាចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5ចលនាទី6ច
ចលនាទី7ចលនាទី8អក្សរខូអរចាណាបងប្អូនបានចេះសរសេរអក្សរខូហើយយើងនឹងរៀនសរសេរអក្សរផ្សេងទៀតជាមួយគ្នាកុំភ្លេចណាតោះសួស្តីបងប្អូនទាំងអស់គ្នាតោះរៀនសរសេរអក្សรงអក្សรงអក្សรงចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5ចលនាទី6អក្សรงបាទល្អណាស់អញ្ចឹងពេលនេះបងប្អូនបានចេះសរសេរអក្សรงឥឡូវនេះយើងនឹងសរសេរអក្សរម្ដងទៀតទាំងអស់គ្នាចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5ចលនាទី6អក្សรงបាទបងប្អូនប្រកែមែនទេអញ្ចឹងបងប្អូនអាចសរសេរអក្សรงបានហើយយើងនឹងរៀនអក្សរផ្សេងទៀតជាមួយគ្នាតោះសួស្តីបងប្អូនទាំងអស់គ្នាតោះរៀនសរសេរអក្សរចអក្សរចអក្សរចចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5ចលនាទី6អក្សរចបាទឥឡូវបងប្អូនបានស្គាល់ពីរបៀបសរសេរអក្សរចហើយបងប្អូនប្រកែមែនទេអាចសរសេរអក្សរចឥឡូវនេះយើងនឹងសរសេរអក្សរចម្ដងទៀតជាមួយគ្នាចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5ចលនាទី6អក្សរចបងប្អូនពូកែមែនទេអញ្ចឹងថ្ងៃនេះបងប្អូនបានចេះសរសេរអក្សរចកុំភ្លេចណាយើងនឹងរៀនអក្សរផ្សេងទៀតជាមួយគ្នាតោះសួស្តីបងប្អូនទាំងអស់គ្នាតោះរៀនសរសេរអក្សរឆអក្សរឆអក្សរឆចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5ចលនាទី6ចលនាទី7អក្សរឆបាទបងប្អូនពូកែមែនទេបងប្អូនអាចសរសេរអក្សរឆបានឥឡូវនេះយើងនឹងសរសេរអក្សរឆម្ដងទៀតជាមួយគ្នាចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5ចលនាទី6ចលនាទី7អក្សរឆបាទបងប្អូនពូកែមែនទេបងប្អូនអាចចេះសរសេរអក្សរឆហើយយើងនឹងរៀនសរសេរអក្សរផ្សេងទៀតជាមួយគ្នាកុំភ្លេចណាតោះបាទសួស្តីបងប្អូនទាំងអស់គ្នាតោះរៀនសរសេរអក្សរចូលអក្សរចូលអក្សរចូលចលនាទី1ចលនាទី2ចលនាទី3ចលនាទី4
ចលនាទី5អក្សរចូលបាទបងប្អូនពិតជាពូកែមែនទេបងប្អូនបានចេះសរសេរអក្សរចូលឥឡូវនេះយើងនឹងសរសេរអក្សរចូលម្ដងទៀតជាមួយគ្នាអក្សរចូលចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5អក្សរចូលបាទបងប្អូនពូកែមែនទេអញ្ចឹងថ្ងៃនេះបងប្អូនបានរៀនចេះសរសេរអក្សរចូលមួយទៀតហើយកុំភ្លេចណាយើងនឹងរៀនសរសេរអក្សរផ្សេងទៀតជាមួយគ្នាតោះសួស្តីបងប្អូនទាំងអស់គ្នាតោះរៀនសរសេរអក្សរឈរអក្សរឈរអក្សរឈរចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5ចលនាទី6ចលនាទី7ចលនាទី8ចលនាទី9ចលនាទី10អក្សរឈរបាទបងប្អូនពូកែណាបងប្អូនបានរៀនចេះសរសេរអក្សរឈរហើយឥឡូវនេះយើងនឹងសរសេរអក្សរឈរម្ដងទៀតជាមួយគ្នាអក្សរឈរចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5ចលនាទី6ចលនាទី7ចលនាទី8ចលនាទី9ចលនាទី10អក្សរឈរបាទបងប្អូនពូកែមែនទេថ្ងៃនេះយើងរៀនចេះសរសេរអក្សរឈរយើងនឹងរៀនសរសេរអក្សរផ្សេងទៀតជាមួយគ្នាកុំភ្លេចណាតោះសួស្តីបងប្អូនទាំងអស់គ្នាតោះរៀនសរសេរអក្សរញូអក្សរញូអក្សរញូចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5ចលនាទី6ចលនាទី7ចលនាទី8អក្សរញូបាទបងប្អូនពូកែមែនទេបងប្អូនបានចេះសរសេរអក្សរញូហើយឥឡូវនេះយើងនឹងសរសេរអក្សរញូម្ដងទៀតជាមួយគ្នាអក្សរញូចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5ចលនាទី6ចលនាទី7ចលនាទី8អក្សរញូបាទបងប្អូនពិតជាពូកែមែនទេអញ្ចឹងថ្ងៃនេះបងប្អូនបានចេះសរសេរអក្សរញូយើងនឹងរៀនសរសេរអក្សរផ្សេងទៀតជាមួយគ្នាកុំភ្លេចណាតោះសួស្តីបងប្អូនទាំងអស់គ្នាតោះរៀនសរសេរអក្សរដអក្សរដអក្សរដចលនាទី1ចលនាទី2ចលនាទី3
ចលនាទី4ចលនាទី5អក្សរដបាទបងប្អូនពិតជាឆ្លាតមែនបងប្អូនបានចេះសរសេរអក្សរដហើយឥឡូវនេះយើងនឹងសរសេរអក្សរដម្ដងទៀតជាមួយគ្នាអក្សរដចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5អក្សរដបាទបងប្អូនពូកែមែនទែនថ្ងៃនេះបងប្អូនចេះសរសេរអក្សរដយើងនឹងរៀនសរសេរអក្សរផ្សេងទៀតជាមួយគ្នាកុំភ្លេចណាតោះសួស្តីបងប្អូនទាំងអស់គ្នាតោះរៀនសរសេរអក្សរថអក្សរថអក្សរថចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5ចលនាទី6ចលនាទី7អក្សរថបាទបងប្អូនឆ្លាតណាស់បងប្អូនចេះសរសេរអក្សរថឥឡូវនេះយើងនឹងសរសេរអក្សរថម្ដងទៀតជាមួយគ្នាអក្សរថចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5ចលនាទី6ចលនាទី7អក្សរថបាទបងប្អូនពូកែមែនទែនថ្ងៃនេះបងប្អូនបានរៀនចេះសរសេរអក្សរថយើងនឹងរៀនសរសេរអក្សរផ្សេងទៀតជាមួយគ្នាកុំភ្លេចណាតោះសួស្តីបងប្អូនទាំងអស់គ្នាតោះរៀនសរសេរអក្សរដូអក្សរដូអក្សរដូចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5ចលនាទី6អក្សរដូបាទបងប្អូនពូកែមែនទែនបងប្អូនបានចេះសរសេរអក្សរដូឥឡូវនេះយើងនឹងសរសេរអក្សរដូម្ដងទៀតជាមួយគ្នាអក្សរដូចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5ចលនាទី6អក្សរដូបាទបងប្អូនពូកែមែនទែនបងប្អូនបានចេះសរសេរអក្សរដូរួចហើយកុំភ្លេចណាយើងនឹងរៀនសរសេរអក្សរផ្សេងទៀតជាមួយគ្នាតោះសួស្តីបងប្អូនទាំងអស់គ្នាតោះរៀនសរសេរអក្សរថូអក្សរថូអក្សរថូចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5ចលនាទី6ចលនាទី7ចលនាទី8អក្សរថូបាទបងប្អូនពូកែណាបងប្អូនបានចេះសរសេរអក្សរថូហើយឥឡូវនេះយើងនឹងសាកល្បងសរសេរអក្សរថូម្ដងទៀតជាមួយគ្នាអក្សរថូចលនាទី1ចលនាទី2
ចលនាទី3 ចលនាទី4 ចលនាទី5 ចលនាទី6 ចលនាទី7 ចលនាទី8 អក្សរធោបាទបងប្អូនពិតជាពូកែមែនទែនថ្ងៃនេះយើងរៀនចេះសរសេរអក្សរធោមួយទៀតហើយយើងនឹងរៀនសរសេរអក្សរផ្សេងទៀតជាមួយគ្នាកុំភ្លេចណាតោះសួស្តីបងប្អូនទាំងអស់គ្នាតោះរៀនសរសេរអក្សរណអក្សរណអក្សរណចលនាទី1 ចលនាទី2 ចលនាទី3 ចលនាទី4 ចលនាទី5 ចលនាទី6 ចលនាទី7 ចលនាទី8 អក្សរណបាទបងប្អូនពូកែមែនទែនបងប្អូនចេះសរសេរអក្សរណមួយទៀតហើយឥឡូវនេះយើងនឹងរៀនសរសេរអក្សរណម្ដងទៀតជាមួយគ្នាអក្សរណចលនាទី1 ចលនាទី2 ចលនាទី3 ចលនាទី4 ចលនាទី5 ចលនាទី6 ចលនាទី7 ចលនាទី8 អក្សរណបាទបងប្អូនពូកែណាបងប្អូនបានចេះសរសេរអក្សរណហើយយើងនឹងរៀនសរសេរអក្សរផ្សេងទៀតជាមួយគ្នាកុំភ្លេចណាតោះសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះតោះរៀនសរសេរអក្សរតអក្សរតអក្សរតចលនាទី1 ចលនាទី2 ចលនាទី3 ចលនាទី4 ចលនាទី5 ចលនាទី6 អក្សរតបាទបងប្អូនពូកែណាបងប្អូនបានចេះសរសេរអក្សរតហើយឥឡូវនេះយើងមករៀនសរសេរអក្សរតម្ដងទៀតជាមួយគ្នាអក្សរតចលនាទី1 ចលនាទី2 ចលនាទី3 ចលនាទី4 ចលនាទី5 ចលនាទី6 អក្សរតបាទបងប្អូនពូកែមែនទែនបងប្អូនបានចេះសរសេរអក្សរតទាំងអស់គ្នាហើយកុំភ្លេចណាយើងនឹងរៀនអក្សរផ្សេងទៀតជាមួយគ្នាតោះសួស្តីបងប្អូនទាំងអស់គ្នាតោះរៀនសរសេរអក្សរថអក្សរថអក្សរថចលនាទី1 ចលនាទី2 ចលនាទី3 ចលនាទី4 ចលនាទី5 ចលនាទី6 អក្សរថបាទបងប្អូនពូកែណាបងប្អូនបានចេះសរសេរអក្សរថឥឡូវនេះយើងនឹងសរសេរអក្សរថម្ដងទៀតជាមួយគ្នាអក្សរថចលនាទី1 ចលនាទី2 ចលនាទី3 ចលនាទី4 ចលនាទី5 ចលនាទី6អក្
សថបាទបងប្អូនពិតជាពូកែមែនទេបងប្អូនបានចេះសរសេរអក្សរថមួយទៀតហើយយើងនឹងរៀនអក្សរផ្សេងទៀតជាមួយគ្នាកុំភ្លេចណាតោះសួស្តីបងប្អូនទាំងអស់គ្នាតោះរៀនសរសេរអក្សរតូអក្សរតូអក្សរតូចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5អក្សរតូបាទបងប្អូនបានចេះសរសេរអក្សរតូហើយឥឡូវនេះយើងនឹងសរសេរអក្សរតូម្ដងទៀតជាមួយគ្នាអក្សរតូចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5អក្សរតូបាទបងប្អូនពិតជាពូកែមែនទេបងអូនបានចេះសរសេរអក្សរតូមួយទៀតហើយយើងនឹងរៀនសរសេរអក្សរផ្សេងទៀតជាមួយគ្នាកុំភ្លេចណាតោះសួស្តីបងប្អូនទាំងអស់គ្នាតោះរៀនសរសេរអក្សរថូអក្សរថូអក្សរថូចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5ចលនាទី6អក្សរថូបាទបងប្អូនបានចេះសរសេរអក្សរថូមួយទៀតហើយឥឡូវនេះយើងនឹងសរសេរអក្សរថូម្ដងទៀតជាមួយគ្នាអក្សរថូចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5ចលនាទី6អក្សរថូបាទបងប្អូនពិតជាពូកែណាស់បងប្អូនបានចេះសរសេរអក្សរថូហើយយើងនឹងរៀនអក្សរផ្សេងទៀតជាមួយគ្នាកុំភ្លេចណាតោះសួស្តីបងប្អូនទាំងអស់គ្នាតោះរៀនសរសេរអក្សរណូអក្សរណូអក្សរណូចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5អក្សរណូបាទបងប្អូនបានរៀនចេះសរសេរអក្សរណូហើយឥឡូវនេះយើងនឹងសរសេរអក្សរណូម្ដងទៀតជាមួយគ្នាអក្សរណូចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5អក្សរណូបាទបងប្អូនពិតជាពូកែមែនទេអញ្ចឹងថ្ងៃនេះយើងបានរៀនចេះសរសេរអក្សរណូហើយយើងនឹងរៀនសរសេរអក្សរផ្សេងទៀតជាមួយគ្នាកុំភ្លេចណាតោះសួស្តីបងប្អូនទាំងអស់គ្នាតោះរៀនសរសេរអក្សរបអក្សរបអក្សរបចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5អក្សរប
បាទបងបានចេះសរសេរអក្សរបមួយទៀតហើយឥឡូវនេះយើងនឹងរៀនសរសេរអក្សរបម្ដងទៀតជាមួយគ្នាអក្សរបចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5អក្សរបបាទល្អមែនទែនអញ្ចឹងបងបានចេះសរសេរអក្សរបទាំងអស់គ្នាហើយបាទយើងនឹងរៀនសរសេរអក្សរផ្សេងទៀតជាមួយគ្នាកុំភ្លេចណាតោះសួស្តីបងទាំងអស់គ្នាតោះរៀនសរសេរអក្សរផអក្សរផអក្សរផចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5ចលនាទី6អក្សរផបាទបងពូកែណាបងបានចេះសរសេរអក្សរផមួយទៀតហើយឥឡូវនេះយើងនឹងសរសេរអក្សរផម្ដងទៀតជាមួយគ្នាអក្សរផចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5ចលនាទី6អក្សរផបាទបងពិតជាពូកែមែនទេបងបានចេះសរសេរអក្សរផមួយទៀតហើយយើងនឹងរៀនសរសេរអក្សរផ្សេងទៀតជាមួយគ្នាកុំភ្លេចណាតោះសួស្តីបងទាំងអស់គ្នាតោះថ្ងៃនេះរៀនសរសេរអក្សរពោអក្សរពោអក្សរពោចលនាទី1ចលនាទី2ចលនាទី3ចលនាទី4អក្សរពោបាទបងពូកែមែនទែនបងបានចេះសរសេរអក្សរពោមួយទៀតហើយយើងនឹងរៀនសរសេរអក្សរពោម្ដងទៀតជាមួយគ្នាអក្សរពោចលនាទី1ចលនាទី2ចលនាទី3ចលនាទី4អក្សរពោបងពូកែមែនទេថ្ងៃនេះបងបានចេះសរសេរអក្សរពោមួយទៀតហើយយើងនឹងរៀនសរសេរអក្សរផ្សេងទៀតជាមួយគ្នាកុំភ្លេចណាតោះសួស្តីបងទាំងអស់គ្នាតោះរៀនសរសេរអក្សរផូអក្សរផូអក្សរផូចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5ចលនាទី6អក្សរផូបាទបងអូនចេះសរសេរអក្សរផូហើយឥឡូវនេះយើងនឹងฝึกហាត់សរសេរអក្សរផូម្ដងទៀតជាមួយគ្នាអក្សរផូចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5ចលនាទី6អក្សរផូបាទបងពូកែមែនទេបងបានចេះសរសេរអក្សរផូមួយទៀតហើយ
ហើយយើងនឹងរៀនសរសេរអក្សរផ្សេងទៀតជាមួយគ្នាកុំភ្លេចណាតោះសួស្តីបងប្អូនទាំងអស់គ្នាតោះរៀនសរសេរអក្សរយោអក្សរយោអក្សរយោចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5ចលនាទី6ចលនាទី7ចលនាទី8អក្សរយោបាទបងប្អូនបានចេះសរសេរអក្សរយោមួយទៀតហើយឥឡូវនេះយើងនឹងហ្វឹកហាត់សរសេរអក្សរយោម្ដងទៀតជាមួយគ្នាអក្សរយោចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5ចលនាទី6ចលនាទី7ចលនាទី8អក្សរយោបាទបងប្អូនពិតជាពូកែមែនទែនថ្ងៃនេះបងប្អូនបានចេះសរសេរអក្សរយោមួយទៀតហើយយើងនឹងរៀនសរសេរអក្សរផ្សេងទៀតជាមួយគ្នាកុំភ្លេចណាតោះសួស្តីបងប្អូនទាំងអស់គ្នាតោះរៀនសរសេរអក្សររអក្សររអក្សររចលនាទី1ចលនាទី2ចលនាទី3អក្សររបាទបងប្អូនបានចេះសរសេរអក្សររហើយឥឡូវនេះយើងនឹងហ្វឹកហាត់សរសេរអក្សររម្ដងទៀតជាមួយគ្នាអក្សររចលនាទី1ចលនាទី2ចលនាទី3អក្សររបាទបងប្អូនពិតជាពូកែមែនទែនថ្ងៃនេះបងអូនបានចេះសរសេរអក្សររមួយទៀតហើយយើងនឹងរៀនសរសេរអក្សរផ្សេងទៀតជាមួយគ្នាកុំភ្លេចណាតោះសួស្តីបងប្អូនទាំងអស់គ្នាតោះរៀនសរសេរអក្សរឡូអក្សរឡូអក្សរឡូចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5ចលនាទី6ចលនាទី7អក្សរឡូបាទបងប្អូនបានចេះសរសេរអក្សរឡូហើយឥឡូវនេះយើងនឹងហ្វឹកហាត់សរសេរអក្សរឡូម្ដងទៀតជាមួយគ្នាអក្សរឡូចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5ចលនាទី6ចលនាទី7អក្សរឡូបាទបងប្អូនពូកែមែនទែនថ្ងៃនេះបងអូនបានចេះសរសេរអក្សរឡូមួយទៀតហើយយើងនឹងរៀនសរសេរអក្សរផ្សេងទៀតជាមួយគ្នាកុំភ្លេចណាតោះសួស្តីបងប្អូនទាំងអស់គ្នាតោះរៀនសរសេរអក្សរវោអក្សរវោអក្សរវោចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5អក្សរវោ
បាទបងប្អូនប្រកែកណាបងប្អូនបានចេះសរសេរអក្សរវោហើយឥឡូវនេះយើងនឹងហ្វឹកហាត់សរសេរអក្សរវោម្ដងទៀតជាមួយគ្នាអក្សរវោចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5អក្សរវោបាទបងប្អូនប្រកែកមែនទែនអញ្ចឹងថ្ងៃនេះបងប្អូនបានចេះសរសេរអក្សរវោមួយទៀតហើយយើងនឹងរៀនសរសេរអក្សរផ្សេងទៀតជាមួយគ្នាកុំភ្លេចណាតោះសួស្តីបងប្អូនទាំងអស់គ្នាតោះរៀនសរសេរអក្សរសអក្សរសអក្សរសចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5ចលនាទី6ចលនាទី7ចលនាទី8អក្សរសបាទបងប្អូនប្រកែកណាបងប្អូនបានចេះសរសេរអក្សរសមួយទៀតហើយឥឡូវនេះយើងនឹងហ្វឹកហាត់សរសេរអក្សរសម្ដងទៀតជាមួយគ្នាអក្សរសចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5ចលនាទី6ចលនាទី7ចលនាទី8អក្សរសបាទបងប្អូនពូកែមែនទែនអញ្ចឹងថ្ងៃនេះបងប្អូនបានចេះសរសេរអក្សរមួយទៀតហើយយើងនឹងរៀនសរសេរអក្សរផ្សេងទៀតជាមួយគ្នាកុំភ្លេចណាតោះសួស្តីបងប្អូនទាំងអស់គ្នាតោះរៀនសរសេរអក្សរហអក្សរហអក្សរហចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5ចលនាទី6អក្សរហបាទបងប្អូនពូកែណាបងប្អូនបានចេះសរសេរអក្សរហមួយទៀតហើយឥឡូវនេះយើងនឹងហ្វឹកហាត់សរសេរអក្សរហម្ដងទៀតជាមួយគ្នាអក្សរហចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5ចលនាទី6អក្សរហបាទបងប្អូនពិតជាពូកែមែនទែនបងប្អូនបានចេះសរសេរអក្សរហមួយទៀតហើយយើងនឹងរៀនសរសេរអក្សរផ្សេងទៀតជាមួយគ្នាកុំភ្លេចណាតោះសួស្តីបងប្អូនទាំងអស់គ្នាតោះរៀនសរសេរអក្សរឡអក្សរឡអក្សរឡចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5ចលនាទី6ចលនាទី7ចលនាទី8អក្សរឡបាទបងប្អូនប្រកែកណាបងប្អូនបានចេះសរសេរអក្សរឡ
មួយទៀតហើយឥឡូវនេះយើងនឹងហ្វឹកហាត់សរសេរអក្សរឡម្ដងទៀតជាមួយគ្នាអក្សរឡចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5ចលនាទី6ចលនាទី7ចលនាទី8អក្សរឡបាទបងប្អូនពូកែមែនទេថ្ងៃនេះបងប្អូនបានចេះសរសេរអក្សរឡមួយទៀតហើយយើងនឹងរៀនសរសេរអក្សរផ្សេងទៀតជាមួយគ្នាកុំភ្លេចណាតោះសួស្តីបងប្អូនទាំងអស់គ្នាតោះរៀនសរសេរអក្សរអអក្សរអអក្សរអចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5ចលនាទី6ចលនាទី7អក្សរអបាទបងប្អូនពូកែណាថ្ងៃនេះបងប្អូនបានចេះសរសេរអក្សរអមួយទៀតហើយឥឡូវនេះយើងនឹងហ្វឹកហាត់សរសេរអក្សរអម្ដងទៀតជាមួយគ្នាអក្សរអចលនាទី1ចលនាទី2ចលនាទី3ចលនាទី4ចលនាទី5ចលនាទី6ចលនាទី7អក្សរអបាទបងប្អូនពិតជាពូកែមែនទែនថ្ងៃនេះបងប្អូនបានចេះសរសេរអក្សរអហើយហើយយើងនឹងរៀនសរសេរអក្សរផ្សេងទៀតជាមួយគ្នាកុំភ្លេចណាតោះ